ចាបងបងនេះគឺជា Audi 809ណាហើយនេះខ្ញុំភ្ជាប់ជាមួយនឹងកុំព្យូទ័រអត់ចាំបាច់ប្រើខ្សែទេខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាការភ្ជាប់មួយកុំព្យូទ័រអត់ប្រើខ្សែគឺភ្ជាប់មិនអញ្ចឹងយើងចូលទៅជាមួយនឹងបច្ចេកទេសរបស់យើងគឺយើងចូលទៅមេរខានេះអញ្ចឹងយើងអូខេលើមេរខាហ្នឹងមកបន្ទាប់ពីយើងអូខេលើមេរខាហ្នឹងហើយយើងប្រកាសជាឃើញផ្ទាំងមួយដែលគេដាក់ថាមេរខាអញ្ចឹងហើយគេនឹងកាក់ណែនាំឲ្យយើងភ្ជាប់អីគេខ្លះដើម្បីភ្ជាប់មួយកុំព្យូទ័រអញ្ចឹងណាអញ្ចឹងការភ្ជាប់មួយកុំព្យូទ័របងត្រូវចុច start ឲ្យជាប់ជាអក្សរ K បន្ទាប់មកមើល device ដែលវា scan នេះឃើញទេ new 92 DE អញ្ចឹងមើល device របស់យើងនោះឈ្មោះដូចគ្នាហ្នឹងបន្ទាប់មកយើងចុចលើវាមកអញ្ចឹងវាប្រហែលជាអត់ឃើញដូចគ្នាយើងចុច start ជាអក្សរ P បន្ទាប់ពីយើងចុច start អក្សរ P យើងពាក្យថា duplicate ហ្នឹងមានន័យអេក្រង់កុំព្យូទ័ររបស់យើងជាមួយនឹងបច្ចេកទេសគឺឃើញដូចគ្នាប៉ុន្តែបើសិនជាយើងភ្ជាប់ហើយឃើញអេក្រង់យើងដូចគ្នាហើយមិនបាច់ចាំចុច start P ហ្នឹងទេតែបើសិនជាអត់ឃើញសូមចុចដូចដែលខ្ញុំបានណែនាំហ្នឹងទៅនេះគឺជាក់ស្ដែងខ្ញុំភ្ជាប់ជាមួយនឹងកុំព្យូទ័រគឺអត់ចាំបាច់ប្រើខ្សែទេគឺ wireless អញ្ចឹងវាដើរ smooth ល្អមែនតើហើយនេះគឺជាខ្ញុំតេស្តផ្ទាល់ណាអានេះគឺខ្ញុំបើកភ្លើងណាហើយខ្ញុំនឹងតេស្តឲ្យបងប្អូនមើលជាក់ស្ដែងថាពេលដែលខ្ញុំបិទភ្លើងវារឹតតែស្អាតបែបណាចានេះគឺខ្ញុំបិទភ្លើងឃើញបិទភ្លើងវាកាន់តែភ្លឺមកហ៎អែមមែនតើហើយខ្ញុំនឹងតេស្តវីដេអូឲ្យបងប្អូនមើលជាក់ស្ដែងថាតើវីដេអូវាម៉ត់ប៉ុណ្ណាហើយសម្រាប់សំឡេងរបស់វាតើបងប្អូនទទួលយកបានអត់អញ្ចឹងចាំទៅទស្សនាទាំងអស់គ្នាខ្ញុំនឹងចាក់រឿងដែលសលេងវាគឺចេញពីម៉ាស៊ីនតែម្ដងណាអញ្ចឹងចាំទៅស្ដាប់ទាំងអស់គ្នាសូហ្វីជីវិតមិនតែងាយស្រួលនោះទេហើយបើកូនមិនមានទំនួលខុសត្រូវបញ្ហាតូចបំផុតក៏អាចធ្វើឲ្យកូនបាក់បែកបានដែរកូនពូកែណាស់តើប៉ាបានតែកង់ឲ្យខ្ញុំតាមសន្យាទេប៉ាមិនគោរពសន្យាគ្មានទំនួលខុសត្រូវគុណចាំបណ្ឌិតត្រេហ្គេតលោកជេមស្រាប់តែដួលនៅក្នុងកសិដ្ឋានរបស់គាត់លោកត្រូវទៅសូហ្វីទៅតែចុះតោះទៅនេះគ្រាន់តែជាការបារម្ភពេកប៉ុណ្ណោះ